ប្រធានបទនេះខ្ញុំចង់និយាយតាក់ទងទៅនឹងការទទួលស្គាល់ការពិតហើយប្រឈមជាមួយនឹងបញ្ហាពោលនិយាយទៅជាក់ស្ដែងការរស់នៅប្រចាំថ្ងៃរបស់យើងតែងតែជួបបញ្ហាពេលខ្លះបញ្ហាខ្លះវាសឹងតែលើសមត្ថភាពរបស់យើងទៅទៀតអញ្ចឹងពេលខ្លះវាធ្វើឲ្យយើងនឹងអត់ចង់ប្រឈមឯងយើងមានអារម្មណ៍ថាពិបាកអញ្ចឹងយើងប្រើប្រាស់ការគេចវេះជាមួយនឹងបញ្ហារួចទៅដើម្បីលាក់បិទបាំងខ្លួនឯងពីការគេចវេះហ្នឹងយើងតែងតែរត់លេះផ្សេងយកមកបិទបាំងដើម្បីបិទបាំងភាពមិនប្រឈមមុខភាពមិនមានទំនួលខុសត្រូវរបស់យើងអីចឹងទៅអញ្ចឹងធ្វើឲ្យយើងមានអារម្មណ៍ថាយើងអត់ពេញចិត្តនឹងជីវិតយើងបន្ទោសទៅលើព្រមលិខិតបន្ទោសទៅលើនេះលើនោះច្រើនអញ្ចឹងទៀតទៅអញ្ចឹងខ្ញុំចង់និយាយថាការពិតទៅមនុស្សយើងដើម្បីអាចរស់នៅជាមួយនឹងភាពពិតប្រាកដនៃខ្លួនឯងបានលុះត្រាយើងទទួលស្គាល់ការពិតនៃខ្លួនឯងការទទួលស្គាល់ការពិតខ្លួនឯងហើយនឹងព្យាយាមប្រឈមជាមួយនឹងបញ្ហាវាជាការដោះស្រាយមួយដែលល្អបំផុតឧទាហរណ៍មួយថាយើងកើតនៅក្នុងគ្រួសារមួយដែលក្រីក្របើយើងមើលទៅយើងមានអារម្មណ៍ថាយើងរៀងអន់ជាងគេព្រោះធ្វើម៉េចយើងកើតមកឪពុកម្ដាយយើងក្រជាងគេឬយើងកើតក្នុងតំបន់ក្រីក្រយើងកើតក្នុងប្រទេសក្រីក្រអញ្ចឹងហិចអានោះជាបញ្ហាតែនៅពេលដែលយើងទទួលស្គាល់ហើយយើងព្យាយាមប្រឈមថាឥឡូវក្រក៏ក្រទៅប៉ុន្តែអ្នកដែលកើតមកក្រហើយក៏មិនប្រកាសថាគេក្រទាំងអស់គ្នាគេអាចវិវត្តខ្លួនទៅជាអ្នកមានទៅជាមនុស្សមានមុខមាត់មានអំណាចមានអីទៀតតាមរយៈការប្រឹងប្រែងធ្វើឲ្យខ្លួនឯងប្រសើរឡើងជំហានទី1គឺតាក់ទងនឹងការអប់រំមានច្រើនទី1គឺអប់រំទៅលើចំណេះដឹងជំនាញអីចឹងណាប៉ុន្តែវាមានអ្នកខ្លះគឺគាត់អត់អប់រំទៅលើចំណេះទូទៅប៉ុន្តែគាត់អប់រំខ្លាំងទៅលើជំនាញអញ្ចឹងគាត់ទទួលស្គាល់ការពិតនៃខ្លួនគាត់ហើយគាត់ប្រើការអប់រំខ្លួនឯងឲ្យប្រសើរឡើងដើម្បីផ្លាស់ប្ដូរជីវិតគាត់អីចឹងទៅឧទាហរណ៍ដូចជា Mike Tyson អីចឹងប៉ុន្តែគាត់កើតក្នុងសង្គមអាមេរិកចឹងណាគាត់កើតក្នុងវណ្ណៈក្រីក្រអីចឹងទៅតែគាត់បានទទួលការអប់រំផ្នែកបណ្ដាលអីចឹងទៅធ្វើគាត់វឹកហាត់រហូតខ្លាចជាលំដាប់ពិភពលោកលេខ1អីក្នុងជំនាន់ចឹងវាផ្លាស់ប្ដូរជីវិតផ្លាស់ប្ដូរជោគវាសនាគាត់មែនតើប៉ុន្តែដើម្បីទៅរឿងអស់ហ្នឹងបានគឺគាត់លុតដំវឹកហាត់ខ្លាំងមិនធម្មតាលុតដំខ្លាំងមែនតើហ្មងដូច Manny Pacquiao ក៏ចឹងដែរគាត់លុតដំខ្លាំងចឹងទៅអានឹងយើងនិយាយតាក់ទងនឹងការលុតដំទៅលើជំនាញវិជ្ជាជីវៈបណ្ដាលរបស់គាត់ប៉ុន្តែក្រៅពីហ្នឹងក៏យើងអាចលុតដំទៅលើចំណេះវិជ្ជាដូចអ្នកខ្លះអញ្ចឹងគាត់មិនមែនជាកើតមកក្នុងគ្រួសារអ្នកមានទេតែគាត់ខិតខំរៀនសូត្ររហូតទោះតែមានចំណេះដឹងខ្ពង់ខ្ពស់មានសមត្ថភាពអាចកាន់ការងារធំបានអញ្ចឹងធ្វើឲ្យជីវិតរបស់គាត់មានការផ្លាស់ប្ដូរអញ្ចឹងទៅដូចជានាយកប្រតិបត្តិក្រុមហ៊ុន Alphabet ឬក៏ក្រុមហ៊ុន Google បច្ចុប្បន្នអញ្ចឹងក៏គាត់មកពីឥណ្ឌាក៏គាត់ក៏មិនមែនចេញមកពីវណ្ណៈធំទេតែគាត់តស៊ូព្យាយាមរហូតដល់គាត់អាចសម្រេចបានសមិទ្ធផលធំទទួលការទុកចិត្តពីក្រុមប្រឹក្សាពិបាលក្រុមហ៊ុនរហូតដល់ឡើងឋានៈគាត់ជានាយកប្រតិបត្តិការឡើងជានាយកប្រតិបត្តិក្រុមហ៊ុនលំដាប់ពិភពលោកមិនត្រឹមជាការជោគជ័យរបស់គាត់ទេប៉ុន្តែក៏វាបង្ហាញឬក៏លើកស្ទួយកិត្តិយសរបស់ប្រជាជាតិគាត់ដែរចង់បង្ហាញថាជនជាតិឥណ្ឌាមានសមត្ថភាពអាចដឹកនាំក្រុមហ៊ុនកម្រិតពិភពលោកឲ្យមានការរីកចម្រើនអាចទទួលបានសេចក្តីទុកចិត្តពីក្រុមប្រឹក្សាពិបាលក្រុមហ៊ុនកម្រិតពិភពលោកអីចឹងទៅអញ្ចឹងបង្ហាញថាការតស៊ូព្យាយាមការផឹងប្រែងប្រឈមនឹងអញ្ចឹងត្រឡប់មកវិញយើងក៏លេចមកមើលខ្លួនយើងថាតើរាល់ថ្ងៃយើងជួបបញ្ហាមែនទេនឹងឲ្យយើងពិតជួបបញ្ហាប៉ុន្តែយើងទទួលស្គាល់មកទៀតថាតើរាល់ថ្ងៃយើងមានអីគេយើងអត់តមានចំណេះមែនទេអញ្ចឹងទទួលស្គាល់ថាយើងអត់ចំណេះអញ្ចឹងយើងត្រូវរៀនឥឡូវឧបមាថាឥឡូវយើងសុខភាពអត់ល្អយើងទទួលស្គាល់យើងសុខភាពអត់ល្អស្អីយើងហុកជប់អត់ល្អការរស់នៅយើងអត់ល្អខ្វះលំហាត់ប្រាណអីចឹងណាអញ្ចឹងទទួលស្គាល់ទាំងអស់ហើយខិតខំឡើងវិញធ្វើម៉េចប្រសើរឡើងវិញអញ្ចឹងទៅអញ្ចឹងការប្រឈមមួយនឹងបញ្ហាវាដោះស្រាយធ្វើឲ្យយើងអាចដោះស្រាយជាមួយបញ្ហាជីវិតយើងបានឧទាហរណ៍មួយទៀតថាឥឡូវបច្ចុប្បន្នហ្នឹងយើងក្រហើយជាពាក់បំណុលគេច្រើនទៀតឧទាហរណ៍អញ្ចឹងណាក្រហើយជាពាក់បំណុលគេច្រើនទៀតឬក៏យើងរស់ស៊ីមានបញ្ហាអីចឹងថានិយាយចំបញ្ហាជីវិតអញ្ចឹងយើងត្រូវទទួលស្គាល់ទាំងអស់ហ្នឹងជាបញ្ហាជីវិតដែលកើតឡើងចំពោះយើងហើយបញ្ហាហ្នឹងគឺដោយសារអីដោយសារតែយើងរកចំណូលអត់បានអញ្ចឹងទៅយើងមិនមែនជាមនុស្សដែលកើតក្នុងគ្រួសារអ្នកមានអីចឹងទៅអញ្ចឹងវាប៉ះពាល់យើងខ្លាំងណាអញ្ចឹងយើងទទួលស្គាល់វាហើយត្រូវតែខំប្រឹងឡើងមានន័យថាយើងត្រូវតែពង្រឹងជំនាញរបស់យើងព្រោះការរកចំណូលគឺអាស្រ័យទៅលើភាពខ្លាំងនៅក្នុងជំនាញក្នុងការរកចំណូលភាពខ្លាំងនៅក្នុងជំនាញកាលណាយើងខ្លាំងក្នុងជំនាញយើងនឹងរកចំណូលបានតែដើម្បីសល់លុយទៅឈានទៅរកខ្លាចជាអ្នកមានបានហ្នឹងលុះត្រាតែយើងចេះប្រើប្រាស់លុយកាក់ដែលយើងរកបានអញ្ចឹងយើងត្រូវការ skill 2មែនទេទី1គឺជំនាញដែលរឹងមាំទី2ជំនាញក្នុងការចាត់ចែងលុយកាក់
គេថាជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុចឹងដល់ពេលយើងដឹងហើយអញ្ចឹងអ្វីយើងត្រូវធ្វើជំនាញទី1គឺពង្រឹងជំនាញក្នុងការរលួយរបស់យើងនេះមានជំនាញស្នូលរបស់យើងនេះជំនាញក្នុងការងាររបស់យើងនេះថាយើងជាអ្នកណាបើថាយើងជាអ្នកលក់កាទៀវគឺត្រូវតែអភិវឌ្ឍបច្ចេកទេសធ្វើកាទៀវលក់កាទៀវយើងឲ្យដល់កម្រិតកំពូលបើយើងជាអីគេយើងជាជាងមេជាងត្រូវអភិវឌ្ឍជំនាញជាងយើងឲ្យដល់កម្រិតកំពូលបើយើងជាអ្នកលក់ត្រូវអភិវឌ្ឍកម្រិតជំនាញអ្នកលក់យើងឲ្យដល់កម្រិតកំពូលបើយើងនៅក្នុងវិស័យអចលនទ្រព្យត្រូវអភិវឌ្ឍជំនាញក្នុងវិស័យអចលនទ្រព្យយើងឲ្យដល់កម្រិតកំពូលបើយើងជាវិស្វករត្រូវអភិវឌ្ឍជំនាញនៅក្នុងវិស័យវិស្វកររបស់យើងឲ្យដល់កម្រិតកំពូលបើយើងជាអីគេគណនេយ្យឬក៏ហិរញ្ញវត្ថុអីចឹងណាត្រូវអភិវឌ្ឍជំនាញយើងឲ្យដល់កម្រិតកំពូលសួរថាហេតុអីបានអញ្ចឹងត្រូវចាំថាទោះបីជាមានបញ្ហាអីក៏ដោយមនុស្សដែលមានជំនាញក្នុងកម្រិតកំពូលតែងតែជាតម្រូវការរបស់សង្គមចង់និយាយថាវិបត្តិសេដ្ឋកិច្ចវិបត្តិអីកើតឡើងវាធ្វើឲ្យទីផ្សារតូចចង្អៀតជាងមុនតម្រូវការតិចជាងមុនតែមនុស្សដែលប្រកែបំផុតទាំងអស់ហ្នឹងនៅតែជាតម្រូវការរបស់ទីផ្សារពលរដ្ឋសាយគេត្រូវការមនុស្សប្រកែទាំងអស់ហ្នឹងដើម្បីទៅដោះស្រាយបញ្ហាឧទាហរណ៍ដូចជាចាត់ចែងតាក់ទងទៅនឹងយុទ្ធសាស្ត្រទីផ្សារជាឧទាហរណ៍ទីផ្សារលក់បានអញ្ចឹងគេត្រូវការអ្នកដែលប្រកែរៀបចំថ្មីដើម្បីលក់បានអញ្ចឹងដូចជាវិស្វកម្មអញ្ចឹងគេត្រូវការវិស្វករដែលប្រកែក្នុងការដោះស្រាយទៅលើបញ្ហាហ្នឹងមានន័យថាម៉េចយើងអាចធ្វើការងារនឹងល្អជាងមុនចំណាយតិចជាងមុនលឿនជាងមុនអីចឹងទៅអញ្ចឹងការអភិវឌ្ឍជំនាញគឺបែបហ្នឹងតែពេលយើងបរិងជំនាញយើងឲ្យខ្លាំងដល់កម្រិតកំពូលហ្នឹងយើងនឹងអាចរកចំណូលបានឡើងមកវិញពុទ្ធសាសនាយើងនៅតែជាតម្រូវការរបស់ទីផ្សារដដែលហ្នឹងតម្រូវការទីផ្សារយើងរកចំណូលបានក្រោយពីយើងរកចំណូលបានហើយយើងត្រូវពង្រឹងចំណេះដឹងហិរញ្ញវត្ថុចំណេះដឹងក្នុងការចាត់ចែងលុយមានន័យថាលុយដែលរកបានមកយើងអត់ចាត់ចែងដូចពីមុនទៀតទេយើងចាត់ចែងក្នុងទម្រង់មួយបែបអ្នកចេះហិរញ្ញវត្ថុចេះហ្នឹងមានន័យថាម៉េចមានន័យថាដកសន្សំមុនចំណាយអីទាំងអស់គឺដកសន្សំសិនដកសន្សំមុនចំណាយតមកទៀតចេះចាត់ចែងចំណាយចំណាយលើការអភិវឌ្ឍខ្លួនចំណាយទៅលើចំណាយលើការអភិវឌ្ឍខ្លួនចំណាយទៅលើការធ្វើបុណ្យធ្វើទានចំណាយទៅលើការហូបចុកចំណាយមួយផ្នែកទៀតតកតងទៅនឹងសន្សំសម្រាប់ការពារហានិភ័យចំណាយទៅលើការដើរលេងកម្សាន្តអីចឹងយើងចេះចាត់ចែងជាកញ្ចប់អញ្ចឹងលុយដែលយើងរកបានទាំងប៉ុន្មានយើងចាយទៅតាមកញ្ចប់ហ្នឹងយើងអត់ដែលភ័យព្រួយព្រោះតែយើងមានដែនកំណត់នៃការចាយច្បាស់លាស់ឧទាហរណ៍ថាយើងចង់ trip ដើរលេងទៅក្រៅប្រទេសមួយឆ្នាំម្ដងឬក៏ trip ធំទៅឆ្ងាយដើរលេងអញ្ចឹងចាយលុយច្រើនគឺយើងមានកញ្ចប់របស់យើងថាមួយខែយើងសំប្រមាណយើងសំរហូតតគ្រប់កញ្ចប់បានយើងចំណាយដូចថាយើងចង់ទិញកៅអៅទិញសម្ភារៈយើងមានកញ្ចប់មួយសម្រាប់អញ្ចឹងយើងសំរហូតតគ្រប់ចំនួនបានយើងទិញឧទាហរណ៍ថាយើងប្រើប្រាស់មានអីម៉ូតូចឧទាហរណ៍យើងប្រើម៉ូតូជាយានជំនិះហើយនឹងទូរស័ព្ទជារបរប្រើប្រាស់អញ្ចឹងយើងមានកញ្ចប់មួយសម្រាប់ម៉ូតូកញ្ចប់មួយសម្រាប់ទូរស័ព្ទទូរស័ព្ទដែលយើងកំពុងតែប្រើហ្នឹងយ៉ាងយូរថា3 4ឆ្នាំហ្នឹងយើងត្រូវដោហើយដោយើងមិនត្រូវការលុយម្ដុំទិញអញ្ចឹងយើងត្រូវតែសន្សំពីឥឡូវហើយយើងដឹងទៀតថាតើទូរស័ព្ទដែលយើងទិញយើងនឹងទិញតម្លៃប្រហែលខ្ទង់$1000ឧទាហរណ៍អញ្ចឹងក្នុងរយៈពេល3ឆ្នាំគឺត្រូវសន្សំទៅមួយខែទុកប្រហែលឲ្យ3ឆ្នាំក្រោយគ្រប់1000ម៉ូតូដែលយើងត្រូវថាជិះថាប្រហែលថា10ឆ្នាំយើងដូរចុះឧទាហរណ៍ថា10ឆ្នាំយើងដូរម៉ូតូអញ្ចឹងម៉ូតូនឹងតម្លៃប្រហែលថា$3000ចុះអញ្ចឹងយើងត្រូវទុកមួយខែប្រហែលឲ្យគ្រប់10ឆ្នាំធ្វើម៉េចត្រូវតែគ្រប់3000សម្រាប់ដូរម៉ូតូអញ្ចឹងតោះហើយមួយទៀតយើងមានកម្រងអីថាយើងទិញឡានចុះតម្លៃប្រហែល10000អញ្ចឹងក៏យើងក៏ត្រូវតែមានផែនការសន្សំប្រហែលឆ្នាំទៀតដើម្បីគ្រប់ដើម្បីទិញឡានដូចគ្នាអញ្ចឹងការចាត់ចែងហិរញ្ញវត្ថុនឹងទាំងអស់នឹងហើយធ្វើយើងរស់នៅគឺយើងអត់ខ្វល់ពុទ្ធសាសនាយើងបានចាត់ចែងអញ្ចឹងមុនយើងចាយមួយគឺយើងមើលកញ្ចប់ថវិកាយើងហើយបើកញ្ចប់ថវិកានឹងអត់គ្រប់ក្នុងការចំណាយហ្នឹងគឺយើងអត់ចំណាយទេដល់ពេលអញ្ចឹងយើងរកមកដឹងតែសល់ពុទ្ធសាសនាយើងសំទុកហើយយើងសំហើយយើងបានហើយយើងចេះយកទៅវិនិយោគឬក៏យើងយកទៅដាក់ធនាគារដើម្បីយកការប្រាក់អីចឹងតាមរយៈ compound interest compound ឡើងរហូតរាប់ឆ្នាំអញ្ចឹងទៅអញ្ចឹងដល់ពេលរាប់ឆ្នាំក្រោយជំនាញយើងកាន់តែខ្លាំងទៅចំណូលយើងចេះតែកើនទៅការប្រើប្រាស់លុយកាក់របស់យើងចេះតែកើនទៅថ្ងៃក្រោយយើងនឹងមានសេរីភាពហិរញ្ញវត្ថុមានន័យថាយើងអាចរស់នៅដោយមិនភ័យព្រួយជាមួយនឹងរឿងហិរញ្ញវត្ថុព្រោះមួយទៀតយើងនឹងខ្លាចជំនុំនេះដែលសប្បាយចិត្តដោយសារយើងអត់មានបំណុលដូចមុនទេយើងគ្រប់គ្រងចំណូលយើងបានយើងមានលុយបំរុងអញ្ចឹងយើងអត់សូវភ័យព្រួយទោះបីយើងឈឺថ្កាត់អីគឺយើងមានលុយចាត់ចែងយើងធ្វើការចំណាយអីផ្សេងយើងមានលុយចាត់ចែងអញ្ចឹងយើងនឹងខ្លាចជំនុំនេះដែលសប្បាយចិត្តជាងមុនរីករាយជាមួយនឹងជីវិតជាងមុនអញ្ចឹងការប្រឈមមុខជាមួយនឹងការប្រឈមមុខជាមួយនឹងបញ្ហាហើយយើងដោះស្រាយវា
ជាមួយនឹងការពិតហ្នឹងមានន័យថាទទួលស្គាល់ការពិតហើយប្រឈមនឹងបញ្ហាដល់ស្រាយវាហ្នឹងវានឹងធ្វើឲ្យលក្ខខណ្ឌជីវិតរបស់យើងប្រសើរឡើងអញ្ចឹងខ្ញុំសង្ឃឹមថាគំនិតដែលខ្ញុំបានបកស្រាយហ្នឹងជួយជាយោបល់បន្ថែមដល់បងប្អូនដែលកំពុងតែមានបញ្ហាឲ្យមានភាពក្លាហានក្នុងការទទួលស្គាល់ការពិតហើយដោះស្រាយបញ្ហាដែលខ្លួនឯងកំពុងតែមានសូមអរគុណ